ថ្ងៃនេះខ្ញុំនឹងឲ្យអញដេកស្លាប់នៅទីនេះចំណុចស្លាប់មួយនេះគឺសាហាវជាងបេះដូងទៅទៀតប៉ុន្តែបើសិនជាគ្មានភ្នែកទិព្វទេគឺពិបាករកវាណាស់ហើយខ្លាខ្មៅឲ្យខ្លាខ្មៅគួរឲ្យស្ដាយដែលអញមកប៉ះចំខ្ញុំយ៉ាងម៉េចខ្លាចមែនទេខ្លាចស្អីតាំងពីដើមមកខ្ញុំមិនដែលចេះខ្លាចទេថ្ងៃនេះខ្ញុំនឹងឲ្យអញស្លាប់ក្រោមស្នៀតក្បាច់គុណខ្លាខ្មៅរបស់ខ្ញុំអញក៏ចាត់ទុកថានៅប្រើស្នៀតនេះទៀតលីអានប្រយ័ត្ននេះគឺដោយសារតែមានការគំរាមកំហែងដល់ជីវិតទើបវាបកមកវិញពេលនេះប្រហែលជាត្រូវគេវាស្លាប់មែនហើយទៅស្លាប់ទៅស្លាប់ទៅចង្រៃជីវិតរបស់ខ្ញុំទើបតែចាប់ដើមសោះត្រូវមកស្លាប់បែបនេះមែនទេអារម្មណ៍ក្តៅភ្នែកនេះមកទៀតហើយនេះមិនអាចទៅរួចទេខ្លាខ្មៅស្លាប់ហើយមិនក៏ឯងអាចសម្លាប់ខ្លាខ្មៅបានពេលនេះលុតជង្គង់ចុះបងប្រុសកុំសម្លាប់ខ្ញុំអីខុសខ្ញុំខុសហើយស៊ីវលីអានឯងមិនអីទេមែនទេទុកចិត្តចុះមិនអីទេគេសំបីតែខ្លាខ្មៅក៏អាចសម្លាប់បានដែរបើសិនជាគេចង់សម្លាប់ខ្ញុំមែនខ្ញុំច្បាស់ជាស្លាប់មិនខានចង់ស្លាប់មែនទេខ្ញុំខុសហើយថ្ងៃក្រោយខ្ញុំលែងបង្ខំយីងទៀតហើយលែងហ៊ានរករឿងអញទៀតហើយអ្នកណាឲ្យអញហៅយីងពេលនេះតែកំភ្លៀងខ្លួនឯង8ដងហើយសុំទោសលោកតាហឺនឹងយីងភ្លាមលោកតាហឺខ្ញុំសុំទោសអានតុងខ្ញុំសុំទោសលោកតាហឺខ្ញុំសុំទោសតាឯងចង់យ៉ាងម៉េចឲ្យប្រកាសត្រឡប់ទៅប្រាប់អានថៃវិញទៅបើហ៊ានប៉ះពាល់មនុស្សនៅក្បែរខ្លួនខ្ញុំទៀតនេះគឺជាទីបញ្ចប់របស់វាចេញទៅ